សម្ដេចតេជោហ៊ុនសែនលើកឡើងចំបែបនេះថាបញ្ហាកើតឡើងនៅមុំ3ចំនួន3ថ្ងៃមកនេះគឺរឿងច្រំដាល់នៃល្បិចកលដែលចង់យកដីពីកម្ពុជាដោយមេបញ្ជាការថ្នាក់ក្រោមដោយមានការគ្រប់គ្រងពីក្រមនិយមជ្រុលរបស់ថៃផងដែរប្រិយមិត្តជាទីមេត្រីដោយដែលលោកអ្នកជ្រាបហើយប៉ុន្មានថ្ងៃនេះពាក់ព័ន្ធទៅនឹងបញ្ហាប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់មុំ3ខេត្តព្រះវិហារជាមួយគ្នានេះដែរក្នុងបណ្ដាញទំនាក់ទំនងសង្គមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើនទាំងភាគីកម្ពុជានិងភាគីថៃបានលើកជាមតិយោបល់វែកញែកបែកអូហូជាស្ទឹងល្វឹងល្វើយរហូតពេលខ្លះខុសពីការពិតប្រឌិតបំផ្លាញឆ្កឹះឆ្កៀលដៀលដៀមដាមកេងប្រវាញ់ដោយសំណេរនិងពាក្យសម្ដីផ្លែផ្កាផ្សេងជាមួយគ្នានេះដែរដើម្បីជំរះមន្ទិលនិងបង្ហាញឲ្យកាន់តែច្បាស់លាស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានបង្ហោះនៅក្នុងទំព័រ Facebook ផ្លូវការនាវេលាម៉ោងប្រមាណខ្ទង់11យប់ថ្ងៃទី30ខែឧសភាឆ្នាំ2025ដែលមានខ្លឹមសារទាំងស្រុងថានៅក្នុង Facebook របស់ខ្ញុំត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថដែលជាចេតនាចង់បំផ្លាញទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃនិងចង់ដុតកម្ដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរក៏មានជនជាតិថៃមួយចំនួនចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើងសម្ដេចបានសង្កត់ធ្ងន់យ៉ាងដូចនេះថាដើម្បីជៀសវាងការវង្វេងប្រវត្តិសាស្ត្រខ្ញុំសូមបញ្ជាក់លើ3ចំណុចដូចខាងក្រោម 1. តំបន់មុំ3នេះជាទឹកដីកម្ពុជានិងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀតមានន័យថាមុន MOU ឆ្នាំ2000ប្រហែល13ឬ14ឆ្នាំអន្តរប្រហែលជាអាចធ្វើសាក្សីបានហើយបើមិនច្បាស់កម្ពុជានិងថៃអាចព្រមព្រៀងគ្នាយកបញ្ហានេះអមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់មិនមែនជាផែនទីចោលដែលគូសខ្លួនឯងដើម្បីលួចដីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើងជាជាងអង្គុយបាក់ផ្សែងនិងដើម្បីសេចក្តីសុខនិងសាមគ្គីភាពនៃអ្នកចំនួនក្រោយកុំឲ្យមានរឿងច្រំដាល់កើតឡើងបន្តទៀត 2. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះកាលពីជាង15ឆ្នាំមុនគឺជាផុសតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកដីកម្ពុជាខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃឬទឹកដីឡាវនៅតំបន់នោះបានទេពិតមែនតែពេលនោះខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះរោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន 3. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយក្បួនបែបនេះគឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃអភិសិទ្ធវេចាជាវ៉ានិយាយមកកាន់ខ្ញុំចំពោះមុខប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីឆ្នាំ2011ថាសូមភាគី2ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នាសម្ដេចបន្តទៀតថាខ្ញុំនិយាយទៅកាន់អភិសិទ្ធវិញថាខ្ញុំមិនអាចដកកងទ័ពចេញពីទឹកដីខ្លួនបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌជាចុងបញ្ចប់សម្ដេចតេជោបន្លយសំណេរខ្លីថាការកើតឡើងនៅមុំ3ចំនួន3ថ្ងៃមកនេះគឺរឿងច្រំដាល់នៃល្បិចកលដែលចង់យកដីពីកម្ពុជាដោយមេបញ្ជាការថ្នាក់ក្រោមដោយមានការគ្រប់គ្រងពីក្រមនិយមជ្រុលរបស់ថៃផងដែរ